សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូសម្រាប់រឿងបាឡាំងស្រេចដាវភាគទី2ចចក៏បានប្រើនៅកណ្ដាប់ដៃរបស់គេលោស្ទូទៅវៃអ៊ីប៉ាយក៏បានប្រើយុទ្ធសាស្ត្ររបស់គេទប់ទល់ជាមួយនឹងកណ្ដាប់ដៃនោះធ្វើឲ្យសន្ធើនៅធម្មពលពីពេញនឹងផងដែរប៉ុន្តែចចនេះគឺមិនមែនជាដៃគូរបស់អ៊ីប៉ាយឡើយគេក៏បានប្រឹងប៉ុន្តែមិនទៅមុខនោះទេជើងញ័រឡើងស្អែកអោដីហើយជប់អ៊ីប៉ាយក៏បាននិយាយទៅប្រាប់វាទៅហើយនេះគឺគ្មានប្រយោជន៍ទាល់ទៅសោះអ៊ីប៉ាយក៏បានក្រវត្តគេទៅខាងក្រោយទៅប៉ើងហើយដីជប់តែម្ដងគ្នារបស់គេឃើញបែបហ្នឹងក៏បាននិយាយយើងចូលវិយុទ្ធទាំងអស់គ្នាទៅក្រុមរបស់ពួកគេទាំងអស់ហ្នឹងក៏បានលោតសម្ដៅជើអ៊ីប៉ាយទាំងអស់គ្នាតែម្ដងចចទាំងនេះមិនមែនជាដៃគូរបស់អ៊ីប៉ាយទៀតឡើយអ៊ីប៉ាយគ្រាន់តែយកដាវចាក់មកក្បាច់ពីក្បាច់ហ្នឹងក៏ធ្វើឲ្យគេនឹងដេកស្អាតទៅហើយព្រះនាងនៅខាងក្រោយក៏មានការហឹសម៉ាត់ដែរហើយចំណែកឯអ៊ីប៉ាយក៏បានបន្ថែមទៀតទៅប៉ុន្តែគឺវាគ្រប់គ្រាន់ហើយពួកឯងគឺកុំមកខំខ្ញុំឲ្យធ្វើវាកាន់ធ្ងន់ធ្ងរឲ្យសោះបត់តានចចគេបែបហ្នឹងហើយក៏រៀងថយក្រោយបន្តិចរួចក៏បានឆ្អល់ទៅអ៊ីប៉ាយឯងតែឯងដឹងថាខ្ញុំនេះគឺជានរណាដែរឬទេខ្ញុំគឺជាព្រះអង្គម្ចាស់នៃតកូលមនុស្សចចណាអូអញ្ចឹងផងហើយតើព្រះអង្គម្ចាស់នៃមនុស្សចចហ្នឹងតើអស្ចារ្យប៉ុណ្ណាដែរទៅល្អិតមនុស្សដូចជាឯងនេះគឺមិនអាចប្រៀបធៀបជាមួយនឹងខ្ញុំបាននោះទេពេលឃើញខ្ញុំឯងជាមនុស្សធម្មតាអញ្ចឹងគឺត្រូវតែដកថយ3ជំហានចេញពីខ្ញុំអ៊ីប៉ាយក៏បានឆ្លើយទៅតែវាមែនអត់ខ្ញុំក៏ចង់ឃើញដែរតើអ្នកណាគួរតែដកខ្លួននឹងរត់ចាក់ចេញនោះអ៊ីប៉ាយគ្រាន់តែនិយាយភ្លាមក៏បានបញ្ចេញនូវថាពររបស់ខ្លួនប្រើដាវរបស់គេកាប់ទៅធ្វើឲ្យបត្រាចចនោះក៏រៀងថយក្រោយបន្តិចដែរមិនមែនតែបន្តិចនោះទេគឺរត់ដាក់មេប្រូចទៅទាំងអស់តែម្ដងព្រះនាងក៏បានសួរទៅកាន់អ៊ីប៉ាយតើលោកគ្រាន់តែឲ្យពួកគេទៅទាំងបែបនេះចុះបាននៅក្នុងករណីដែលពួកគេទៅប្រមូលទ្រព្យក្នុងការវាយប្រហារយើងវិញនោះពួកគេទាំងអស់នេះគឺបានជះឥទ្ធិពលយ៉ាងខ្លាំងជាមួយនឹងរាជវង្សមនុស្សរួមទាំងរាជវង្សរបស់ពួកគេផងដែរចំនួនគឺតែងតែមិនអាចផ្សះផ្សាបាននៅឡើយលោកទុកឲ្យពួកគេទៅទាំងបែបនេះប្រហែលជាពួកគេនឹងត្រឡប់មកធ្វើបាបយើងម្ដងទៀតអ៊ីប៉ាយក៏បានប្រាប់ទៅនាងទៅនេះគឺជាព្រំដែនរវាងមនុស្សជាមួយនឹងពូជចចប្រសិនបើព្រះអង្គម្ចាស់នៃចចនេះពួកគេមានគ្រោះថ្នាក់នោះវានឹងក្លាយទៅជាសង្គ្រាមមួយដែលមិនអាចជៀសផុតបានឡើយហើយចាស់ពួកយើងបំភ្លេចវាចោលទៅនាងក៏បានឆ្លើយទៅវាពិតជាត្រូវមែនអ៊ីប៉ាយឃើញស្មារបស់ព្រះនាងគឺត្រូវរបួសគេក៏រៀងអៀនបន្តិចហើយក៏បានប្រាប់នាងទៅអ្នកនាងក្អៅរបស់អ្នកនាងគឺរហែកហើយតើនាងចង់ស្វែងរកនៅកន្លែងផ្លាស់ប្ដូរដែរទេព្រះនាងគ្រាន់តែលើបាំនឹងភ្លៀងក៏បានយកដៃទៅបាំងកន្លែងរហែកហ្នឹងហើយក៏បានប្រាប់ទៅហើយគឺមិនត្រូវមើលនោះទេអ៊ីប៉ាយបិទភ្នែកហើយក៏បាននិយាយពិតជាសមមែនធ្វើឲ្យនាងក៏រៀងអៀនបន្តិចហើយក៏ទ្រាំជើងបែបមនុស្សឈួតបាយចេញទៅកុំបើវិញឲ្យសោះណាអ៊ីប៉ាយក៏បានឆ្លើយទៅមិនអីទេខ្ញុំនឹងចាក់ចេញទៅខាងនោះហើយនាងធ្វើការផ្លាស់ប្ដូរឲ្យលឿនទៅអញ្ចឹងពួកយើងគឺត្រូវតែចាក់ចេញពីទីនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបានរួចហើយគេក៏បានដើរចេញទៅមួយសន្ទុះក្រោយមកក្រោយពីបានផ្លាស់ប្ដូរសម្លៀកបំពាក់រួចនាងក៏បានដើរមកជាមួយនឹងអ៊ីប៉ាយក៏បានប្រាប់ឈ្មោះនាងខ្ញុំឈ្មោះថាចិនអ៊ីប៉ាយហើយរស់នៅទីនេះឯងហើយចុះនាងមកពីណាដែរព្រះនាងក៏បានឆ្លើយទៅខ្ញុំឈ្មោះថាជាងមីងជាមកពីរាជវាំងស្ដាប់មើលទៅគឺពិតជាល្អខ្លាំងណាស់ហើយតានាងកំពុងតែធ្វើអ្វីនៅរាជវាំងនោះខ្ញុំមិនប្រាប់លោកទេភ្លាមពោះរបស់នាងក៏បានធ្វើទុកដោយសារតែផ្កាដែលនាងបានលេបនោះហើយអ៊ីប៉ាយក៏បានសួរទៅតានាងកាត់អីដែរដោយសារតែខ្ញុំបានលេបផ្កានោះលឿនពេកខ្ញុំគឺមិនទាន់អាចចម្រាញ់វាបាននៅឡើយនោះទេដូច្នេះហើយនិយាយមិនទាន់ចប់ផងនាងក៏រត់ដួលចំណែកអ៊ីប៉ាយប្រសាទរបស់យើងហ្នឹងគឺមិននៅស្ងៀមទេក៏បានតែអោបប្រកេះនាងហើយនឹងត្រនាងទៅបន្ទាប់មកគេក៏បានលែងគ្នាវិញដោយសារតែរៀងខ្លួនអ៊ីប៉ាយក៏បាននាំនិយាយមុនខ្ញុំគឺស្គាល់កន្លែងសុវត្ថិភាពមួយខ្ញុំនឹងជូននាងដើម្បីចម្រាញ់នៅផ្កាមួយហ្នឹងមកតាមខ្ញុំមកចុះព្រះនាងក៏យល់ព្រមនាងកាត់មកកន្លែងដែលអ៊ីប៉ាយនាំមកនាងកំពុងតែធ្វើការចម្រាញ់ជាមួយនឹងផ្កាដែលនាងបានលេបនោះហើយអ៊ីប៉ាយក៏បានអង្គុយច្រត់ចកាហើយអង្គុយមើលនាងដោយគេនិយាយថាហើយពិតជាស្អាតខ្លាំងណាស់ស្អាតជាងសត្វនៅលើភ្នំទៅទៀតក្រោយពីនិយាយចប់ព្រះនាងក៏បានរួចរាល់នៅការចម្រាញ់ឬហើយក៏បានពុតខ្លួនបន្តិចទីបំផុតគឺបានទូស្បោយហើយតើលោកឯងកំពុងតែមើលអ្វីហ្នឹងមិនដែលឃើញសេសាដូចជាខ្ញុំទេមែនហើយគឺខ្ញុំមិនដែលឃើញពីមុននោះទេសម្រស់ដែលមាននៅក្នុងភូមិនេះគឺមិនស្អាតដូចជានាងឡើយព្រះនាងប៊ីតែនឹងលងសម្ដីរបស់អ៊ីប៉ាយទៅហើយក៏បាននិយាយដើម្បីធ្វើការសងគុណទៅលោកវិញដែលបានជួយជីវិតរបស់ខ្ញុំនឹងឲ្យស្លាប់បញ្ជានេះទៅកាន់លោកអាចយកវាចេញយកមកប្រើបាននៅពេលដែលលោកបានទៅដល់រាជវាំងខ្ញុំខំតែឃើញភាពអយុត្តិធម៌ហើយក៏ទាញដាវយកតែមកជួយតែប៉ុណ្ណោះវាគ្មានអីធំដុំទេណាមួយវាក៏ជាមូលដ្ឋាននៃការវឹកហាត់របស់ខ្ញុំផងដែរចំពោះរង្វាន់នៃនេះឬក៏របស់សងគុណនៃនេះគឺមិនចាំបាច់នោះទេអ៊ីប៉ាយក៏បានបោះស្លាកបញ្ជានឹងទៅឲ្យនាងវិញទៅចាប់តាំងពីនាងមិនអីទៅហើយបន្ទាប់មកពួកយើងគួរតែនិយាយលាគ្នាត្រឹមនេះចុះអ៊ីប៉ាយក៏បានដើរចាក់ចេញទៅហើយចំណែកឯព្រះនាងក៏បាន
ម្នាក់នេះពិតជាក្រអឺតកតមែនពនាងក៏បានធ្វើការរត់ទៅតាមអ៊ីប៉ាយក៏បានសួរទៅហើយដើម្បីបានជានាងតាមខ្ញុំទៀតហើយខ្ញុំខ្លាចសត្វតចវាត្រឡប់មកវិញបង្កបញ្ហាដល់ខ្ញុំហ្នឹងណាលោកបានធ្វើជាមនុស្សល្អទៅហើយធ្វើឲ្យដល់ត្រោយមកជូនខ្ញុំទៅបន្តិចទៀតទៅរបួសរបស់នាងគឺបានជាសះស្បើយទៅហើយកម្លាំងរបស់នាងនេះក៏ប្រសើរឡើងវិញហើយដែរវាគឺគ្រប់គ្រាន់ហើយសម្រាប់ការពារខ្លួនឯងនោះអ៊ីប៉ាយក៏បានចាក់ចេញហើយនាងក៏បានហៅទៅហេលោកថាជាបរិបទដែរទេតើលោកនឹងពិតជាអាចទ្រាំមើលឃើញមនុស្សស្រីទុនខ្សោយឡើងទៅក្នុងព្រៃបែបនេះមែនទេចុះបើសិនជាត្រូវបានមនុស្សធ្វើបាបទៅយ៉ាងម៉េចស៊ូប៉ាយក៏បាននិយាយទៅទេខ្ញុំទើបទៅដល់8ឆ្នាំនេះទេហើយខ្ញុំក៏មិនទាន់ជាបរិបទនៅឡើយដែរពនាងខ្ញាល់យ៉ាងខ្លាំងលោកនេះពិតជាមិនខន់ខ្ញុំទេមិនឯងទេយ៉ាងណាក៏ដោយខ្ញុំត្រូវទៅតាមលោកឯងនាងក៏បានដើរទៅហើយក៏បានបន្តនិយាយលោកឯងក៏នៅទីនេះអញ្ចឹងលោកក៏ជាដឹងថាដើមឈូកនៅណាហើយខ្ញុំដឹងប៉ុន្តែនាងគឺបានស្រូបយកផ្កាឈូកព្រិលហើយរួចហ្នឹងនាងក៏បានឆ្លើយទៅគឺខ្ញុំមិនបានញ៉ាំវាដោយខ្លួនឯងនោះទេគឺខ្ញុំយកវាគ្រាន់តែទុកជាកាដូតែប៉ុណ្ណោះជូនទៅបិតារបស់ខ្ញុំយើងងាកមកមើលបរមនៅលើក្នុងចចដែលដឹកនាំតបនេះវិញកងទាហានរបស់គេក៏បានប្រាប់ទៅហើយគេក៏បានរកឃើញដានរបស់ព្រះនាងដែរល្អណាស់ទីបំផុតគឺបានរកឃើញព្រះនាងទៅហើយតានាងមិនអីទេតែមែនអត់កូនចៅរបស់គេក៏បានឆ្លើយទៅគឺមិនអីនោះទេប៉ុន្តែលោកម្ចាស់គឺបានលេចឡើងនៅក្រុមកុលសម្ព័ន្ធចចនោះជាច្រើនផងដែរយើងត្រូវតែនាំព្រះនាងនោះគឺត្រឡប់មកវិញបានឆាប់តាមតែអាចធ្វើទៅបានបើមិនដូច្នេះនោះទេប្រកបជាកុលសម្ព័ន្ធចចនោះគឺប្រកាសថាពួកគេគឺបានជួបព្រះនាងជាមុននឹងវិវត្តហើយល្អឆាប់នាំផ្លូវទៅចឹងទៅរកព្រះនាងអ៊ីប៉ាយក៏បាននាំព្រះនាងមកដល់កន្លែងមួយហើយព្រះនាងក៏បានលាន់មាត់ទៅពិតជាស្រស់ស្អាតមែនទែនប៉ុន្តែភ្លាមក៏ស្រាប់តែមានក្បួនមួយហើយក៏មាននៅពស់មួក្បាលពណ៌សធ្វើឲ្យព្រះនាងក៏រៀងផិតភ័យខ្លះដែរវាគឺជាសត្វពស់កម្រិតទី6តោះពួកយើងទៅពួកនេះគឺនៅការពារស្មៅទាំងអស់នេះតើវាមាននៅផ្កាឈូកព្រិលទៀតនៅកន្លែងណាផ្សេងទៀតអត់អ៊ីប៉ាយក៏បានប្រាប់ទៅគឺនៅទីនេះហើយគឺវាមានច្រើនតានាងគឺមិនចង់បានទេមែនអត់ព្រះនាងក៏បាននិយាយទៅតែនៅពេលនេះគឺត្រូវការនៅអសុទ្ធខាងវិញ្ញាណអ្វីទៀតបើកំពុងតែជួបនៅបញ្ហាធំហ្នឹងជីវិតរបស់ខ្ញុំគឺសំខាន់ជាងតោះទៅពួកក៏បានធ្វើការហាមាត់យ៉ាងធំមកចំណែកឯព្រះនាងក៏បានធ្វើការភ័យស្លន់ស្លោចំណែកអ៊ីប៉ាយវិញគឺធម្មតាបន្ទាប់មកទៀតពួកគេទាំងពីរក៏បានធ្វើការអោបគ្នាយ៉ាងជិតស្និទ្ធទៅអ៊ីប៉ាយក៏បានអង្អែលក្បាលគេបន្តិចទៀតនាងកុំខ្លាចអីតាប៉ាយនេះគឺចិត្តល្អនោះទេបើដរាបណានាងមិនបំភ័យគេនោះគេគឺមិនវាយប្រហារមនុស្សនោះឡើយខ្ញុំគឺបានចុះកិច្ចព្រមព្រៀងជាមួយនឹងតាប៉ាយនេះរួចទៅហើយវាក៏យល់ព្រមផ្ដល់នៅរុក្ខជាតិទាំងអស់នេះឲ្យតានាងផងដែរមួយចំនួននាងធ្វើការជ្រើសរើសយកវាដោយខ្លួនឯងទៅពនាងលើបែបហ្នឹងព្រឹងក៏ស្ទុះទៅដកនៅស្មៅដែលនាងក៏ត្រូវការបន្ទាប់មកឥន្ទ្រីក៏ត្រឡប់មកហើយចំណែកឯព្រះនាងក៏បានធ្វើការព្រមព្រៀងឥន្ទ្រីស្លាប់មាសចំណែកឯអ៊ីប៉ាយគេក៏បានធ្វើការលោតជិះទៅលើខ្នងឥន្ទ្រីដែលវាមានឈ្មោះថាសៅជាឯងក៏នៅទីនេះដែរមែនទេមើលតែឯងដូចជារឹងមាំជាងមុនទៅទៀតនេះគេក៏បានជិះទៅលើខ្នងឥន្ទ្រីយ៉ាងឆ្វែមជុំទៅហើយចំណែកព្រះនាងក៏បានគិតក្នុងចិត្តមានទំនាក់ទំនងល្អជាមួយនឹងសត្វបិសាចបែបនេះតើលោកមិនមែនជាបិសាចដែរទេឬយើងក៏បានឃើញថាសាច់រឿងរបស់យើងក៏បានឈានដល់ទីបញ្ចប់ជាចុងក្រោយបើសិនជាមានពាក្យពេចន៍លើសលួសខ្វះខាតកន្លែងណាមួយក៏សូមបងប្អូនអធិស្ឋានជួបគ្នានៅឱកាសក្រោយ